បាទតោះថ្ងៃនេះខ្ញុំមកចែករំលែកអ្នកពីរបៀបដំឡើងកម្មវិធីនៅលើទូរស័ព្ទ iPhone ដែលមានកម្មវិធីខ្លះវា version ខ្ពស់ជាងទូរស័ព្ទយើងដែលកំពុងប្រើបាទចឹងខ្ញុំឧទាហរណ៍លើទូរស័ព្ទ7 Plus នេះចូលទៅកាន់ App Store ខ្ញុំទៅឡើងមើលគឺវាទៅឡើងបានទេឧទាហរណ៍ Instagram នេះឧទាហរណ៍ Instagram នេះដល់ទៅនេះយើងចុច Get Start នេះចុច Install ហើយលេខកូដ Apple ID ចូលហើយចុចអក្សរនេះបន្ទាប់ពីវាយពាក្យសម្ងាត់ Apple ID ត្រូវវាលោតធីចហើយបាទនេះគឺវាអត់អោយទៅឡើងទេណាតើតើទូរស័ព្ទនេះ version 16.3ហ្នឹងបានទៅឡើង Instagram នេះបានអញ្ចឹងមួយជាក់ស្ដែងទូរស័ព្ទនេះទូរស័ព្ទ7 Plus នេះវានេះ version 15ទេណាអញ្ចឹងវាអត់អាចទៅឡើងកម្មវិធីនោះបានទេអញ្ចឹងដើម្បីដំឡើងកម្មវិធីបានយើងត្រូវយក Apple ID នេះសុំថយសិននេះយើងត្រូវយក Apple ID នេះមកដាក់លើទូរស័ព្ទដែលមាន version ខ្ពស់ជាង app នោះណាចាំបន្តិចមកចូលលើទូរស័ព្ទខាងនេះគឺវា version ខ្ពស់ជាង app ណាអ្នកចូលបាន general នេះអំបោនេះទូរស័ព្ទនេះគឺ version 18អញ្ចឹង app នោះវាទាមទារតែត្រឹម16ទេអញ្ចឹងដើម្បី download វាបានយើងយកយើងចូលការកំណត់នេះសិនបែកមកក្រោយវិញចូលកន្លែងលើគេនេះទៅមកយើងចូល App Store នេះចូលរូប App Store នេះហើយចុច Sign Out អូខេបាទ Sign Out នេះគឺ Sign Out Apple ID នេះតែ Sign Out ចាញ់តែពី App Store ទេអញ្ចឹង Apple ID នេះនៅធម្មតាទេអញ្ចឹងយើងចូលទៅ App Store ហើយវាយ App មិញ Instagram បាទហើយចុច Get Start ពេលនោះវានឹងទាមទារ Apple ID ណាបាទអញ្ចឹងយើងយក Apple ID នៅលើទូរស័ព្ទនេះនៅលើទូរស័ព្ទ7នេះមកដាក់លើទូរស័ព្ទខាងនេះយើងយក Apple ID នេះមកដាក់លើទូរស័ព្ទដែលមាន version ខ្ពស់ជាងហើយចុចខាងក្រោមនេះបាទបន្ទាប់មកវាទារ password Apple ID ណាអញ្ចឹង Apple ID អ្នកត្រូវទៅចាំ password ខ្លួនឯងបានទៅរួចកន្លែងនេះបន្ទាប់ពីវាយ password ហើយចាំបន្តិចបាទបន្ទាប់ពីវាយ password ចូលហើយចុច enter ខាងក្រោមណាបាទពេលនោះវាតណាបាទបន្ទាប់មកវា alert នៅលើទូរស័ព្ទ iPhone 7 នេះចុច allow នេះហើយវានឹងបង្ហាញលេខកូដណាពេលនោះយើងយកលេខកូដយើងយកលេខកូដមកបំពេញនៅលើទូរស័ព្ទខាងនេះ8294 27អូខេបាទបន្ទាប់ពីបំពេញត្រូវវានឹងទៅមុខវិញបាទហើយចុចកន្លែងទៅនេះចុច archive នេះមកបាទហើយយើងវាយម្ដងទៀតហ្នឹងមិញណា Instagram នេះលើពីហើយតើមកចុច get នេះម្ដងទៀតមកហើយចុច install ហើយវាយពាក្យសម្ងាត់ Apple ID ចូលចុច enter ខាងក្រោមនេះ
ចង្ក្រមបាទបាទរងចាំតទៅវាដល់ចប់សិនណាបាទទៅតាទូរស័ព្ទនេះដល់ចប់ហើយយើងមកតឡើងនៅលើទូរស័ព្ទ iPhone 7 នេះវានឹងអាចតឡើងបានតែនេះខ្ញុំសុំស្កប់សិនអូខេបាទបន្ទាប់ពីតឡើងពេញហើយបាទទូរស័ព្ទ11នេះយើងយកយើងមក7 Plus វិញចូល App Store តឡើង វាយដងទៀតមកនេះ Instagram លើគេសាកតឡើងវាចុច Get Start Install Wallet Code Apple ID ហើយចុចលេខខាងក្រោមបាទតទៅពីយ៉ាងឈ្មោះវាតឡើងឲ្យបានល្អសិនចុចខាងក្រោមចុច Downloadនេះឃើញទេនៅពេលដែលយើងយក Apple ID យើងទៅដាក់នៅលើទូរស័ព្ទដែលមាន version ខ្ពស់ជាងអញ្ចឹងversion ទាបនេះក៏វាអាចតឡើងកម្មវិធីបានដូចគ្នាសូមធ្វើការរងចាំសិនហើយតឡើងឲ្យចប់សិនអញ្ចឹងវាកំពុង install យើងទៅដាក់ Apple ID ឧទាហរណ៍ថាបើសិនតើទូរស័ព្ទទាំងពីរនេះជារបស់អ្នកទាំងពីរអត់ទេតែបើករណីអ្នកខ្ចីទូរស័ព្ទមិត្តភ័ក្តិមកតឡើងខ្ញុំត្រូវការសាញឲ្យ Apple ID យើងចេញវិញអញ្ចឹងដើម្បីសាញឲ្យ Apple ID មិនបានយើងចូលទៅកាន់ការកំណត់នេះចូលទៅកាន់ការកំណត់នេះមក setting នេះមកហើយយកឲ្យលើគេនេះទៅដែរ Apple account ហើយអូសវាបន្តិចយករូប App Store នេះហើយចេញពាក្យសាញអោនេះមកបាទឲ្យលើគេខំចុចអានេះម្ដងទៀតអូខេតែប៉ុណ្ណឹងដល់ពេលសាញឲ្យចាញ់ហើយApp Store នេះត្រូវដាក់ Apple ID គេចូលវិញមកយើងបាច់វាយទេបាទគ្រាន់តែចុចបន្តិចចុចលើនេះមកហើយចុច connect លើគេនេះវានឹងជាប់ Apple ID ចាស់របស់គេវិញហើយនៅលើ App Store ចុចអាលើនេះបាទពេលនោះ App Store គាត់នឹងជាប់ Apple ID ចាស់របស់គាត់វិញហើយណាអញ្ចឹងយើងសូមទៅ App Store វិញនេះហើយចូលលើនេះមកវានឹងជាប់ Apple ID ចាស់របស់គាត់វិញហើយអញ្ចឹងយើងត្រឡប់មក7 Plus យើងវិញបាទ7 Plus របស់យើងត្រឡប់បានហើយចុចបើកវាមកនេះគឺប្រើបានធម្មតាបាទនេះកម្មវិធី LINE នេះក៏វាត្រឡប់អត់បានដែរ7 Plus ដោយសារវាទាមទារ version ខ្ពស់អានេះដូចជា version 17មិនឲ្យទៅឡើងអានេះមិន 16.3 បាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើនបាយបាយ